គុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃគុណមេត្តាបិតាទាំងគុណគ្រូបាអាចារ្យទាំងអស់ហើយក៏សូមស្វាគមន៍មកកាន់ Channel និទានរឿងបុរាណខ្មែរនិទានហូហែកម្លាំងថាមពលនិងពន្លឺដែលចេញពីរាងកាយមនុស្សវត្ថុនៅក្នុងចក្រវាលយើងនេះមិនថាមនុស្សសត្វរុក្ខជាតិរ៉ែឬអ្វីនោះទេសុទ្ធសឹងតែមានកម្លាំងថាមពលនិងរស្មីពន្លឺជាចរន្តនៃកម្លាំងថាមពលហើយចរន្តនៃកម្លាំងថាមពលនោះមានវត្ថុខ្លះសម្បូរទៅដោយកម្លាំងថាមពលអវិជ្ជមានកម្លាំងថាមពលដកមិនល្អវត្ថុខ្លះក៏សម្បូរទៅដោយថាមពលវិជ្ជមានកម្លាំងថាមពលបូកគេហៅថាមពលល្អវត្ថុខ្លះសម្បូរទៅដោយកម្លាំងថាមពលស្រូបទាញហើយវត្ថុខ្លះទៀតហ្នឹងក៏សម្បូរទៅដោយកម្លាំងថាមពលការពារឃុំក្រងបើនិយាយតាមវិទ្យាសាស្ត្រសប្តាហ៍ថ្ងៃនេះដែលគេសើជ្រាវឃើញថាកម្លាំងចរន្តថាមពលគឺមាននៅគ្រប់វត្ថុទាំងអស់មិនថាមនុស្សសត្វរុក្ខជាតិរ៉ែទេគឺមានចរន្តកម្លាំងថាមពលមនុស្សសត្វរុក្ខជាតិនិងរ៉ែគឺមានកម្ដៅចរន្តថាមពលជះចេញមកក្រៅដែលយើងមិនអាចមើលឃើញដោយភ្នែកទទេបានទេតែអាចមើលឃើញតាមរយៈគ្រឿងពិនិត្យបែបវិទ្យាសាស្ត្រមួយទៀតបុគ្គលដែលបានសម្រេចទៅបច្ចៈគ្រូញាណក៏អាចមើលឃើញចរន្តកម្លាំងថាមពលជះរស្មីជាពន្លឺចេញមកពីរាងកាយបានដែរហើយពពួកអ្នកតាខ្មោចព្រាយបិសាចក្តីអសុរកាយក្តីទេវតាក្តីព្រះអិនប្រព្រំក្តីក៏សុទ្ធសឹងតែមានចរន្តកម្លាំងថាមពលជះចេញមកក្រៅជាពន្លឺហើយរស្មីនៃពន្លឺដែលជះចេញពីវត្ថុក្តីរស្មីដែលជះចេញពីរាងកាយមនុស្សសត្វក្តីរស្មីដែលជះចេញពីរាងកាយពួកខ្មោចព្រាយបិសាចអាបធ្មប់ទេវតាអិនព្រំក្តីគឺកម្លាំងថាមពលជះចេញមកនោះមានជាពន្លឺមានពណ៌សន្តានខុសៗគ្នាបើប្រពុតទៀតរឹតតែមានពន្លឺភ្លឺលើសព្រះអិនប្រព្រំឯនោះពន្លឺនៃរិទ្ធដីជះផងពន្លឺនៃបញ្ញាផងទើបធ្វើឲ្យព្រះពុទ្ធគ្រប់ព្រះអង្គមានរស្មីពន្លឺភ្លឺជាងទេវតានិងអិនព្រំមួយទៀតពន្លឺនៃកែវរតនៈទាំង3ប្រៀបដូចជាពេជ្រដ៏មានតម្លៃព្រះអិនប្រព្រំប្រៀបដូចទៅជាមាសទេវតាប្រៀបធៀបទៅនឹងផ្លាទីនមនុស្សប្រៀបធៀបដូចជាប្រាក់ហើយក៏យើងរាយរងមកតាមតាប់ណាមានពួកដេរិឆានពួកអីចឹងទៅប្រៀបដូចជាស្ពាន់ដូចជាអីចឹងទៅតាមលំដាប់ហ្នឹងទៅដែលវាមានឋានៈទាបអត់សូវមានតម្លៃនៅពេលដែលចាស់បុរាណខ្មែរយើងបរោនៅពេលដែលបុរាណអាណាចារ្យខ្មែរយើងលោកហៅថាកម្លាំងថាមពលហ្នឹងគឺមាននៅគ្រប់វត្ថុមានតម្លៃខ្ពស់ទើបលោកជ្រើសរើសយកវត្ថុនោះមករួមផ្សំធ្វើជាកថាឬបញ្ចុះក្នុងខ្លួនឬក៏ចារជាយ័ន្តមន្តអាគមហើយសូត្រដាក់បន្ថែមដើម្បីបង្កើនបានជាកម្លាំងថាមពលឃុំក្រងការពារបណ្ដេញគ្រឿងអពមង្គលចេញឲ្យឆ្ងាយហៅសេរីសួស្តីមកកាន់អ្នកដែលមានវត្ថុរួមផ្ដុំកម្លាំងថាមពលនេះដែលបែបវិទ្យាសាស្ត្រគេហៅណាបើចាស់បុរាណខ្មែរយើងហ្នឹងលោកហៅថាវត្ថុស័ក្តិសិទ្ធិការពារឃុំក្រងវិទ្យាសាស្ត្រហៅថាជាទីផ្ដុំនៃកម្លាំងថាមពលវិជ្ជមានអាចការពារឃុំក្រងនិងបណ្ដេញកម្លាំងថាមពលអវិជ្ជមានបានហើយវត្ថុរួមផ្ដុំនៃកម្លាំងថាមពលនោះបើយើងចេះថែរក្សាបានឬកាន់ត្រណមបានគឺនៅមានអានុភាពដូចដើមបើថែរក្សាកាន់កាប់មិនបានទេកម្លាំងថាមពលនោះវាបែកខ្ញែកមិនអាចមានអានុភាពការពារឃុំក្រងយើងបានដូចមុនឡើយដែលយើងហៅថាសាបរលាបឬក៏អស់លក្ខនោះឯងដូច្នេះបុគ្គលដែលកាន់វត្ថុស័ក្តិសិទ្ធិត្រូវប្រកាន់យកភាពវិជ្ជមានដែរទើបគង់វង្សរុងរឿងរីកចម្រើនកម្លាំងថាមពលស្រោបទាញចាស់បុរាណខ្មែរយើងហៅថា
ស្នេហ៍នាំលៀបនាំជ័យកម្លាំងថាមពលអវិជ្ជមានប្រើដើម្បីបំបែកបំបាក់ធ្វើឲ្យអ្នកដទៃនឹងដល់នៅសេចក្តីទុក្ខជាឧបទប់ចង្រៃអពមង្គលជាប្រភេទខ្មោចព្រៃបិសាចអាបធ្មប់អសុរកាយប្រភេទថ្នាក់ទាបប្រើមច្ឆាសមាធិបង្កភ័យមហន្តរាយដល់អ្នកដទៃសរុបសេចក្តីមករាល់វត្ថុមានវិញ្ញាណក្តីវត្ថុមិនមានវិញ្ញាណក្តីសុទ្ធសឹងតែមានចរន្តកម្លាំងថាមពលដែរដែលចាស់បុរាណខ្មែរយើងនឹងលោកហៅថាមានព្រលឹងមានកម្លាំងថាមពលពន្លឺរស្មីចេញមកក្រៅអញ្ចឹងហើយបានជាពពួកដែលមានកម្លាំងថាមពលមិនល្អវាឃើញអ្នកចេះធម៌ចេះអាមានសមាធិល្អអញ្ចឹងពួកនេះតែងតែសាកល្បងផ្ចាញ់ផ្ចាលយើងដោយវិធីផ្សេងមានធ្វើយើងឲ្យឈឺពោះធ្វើយើងឲ្យឈឺក្បាលវិលមុខលងបន្លាចយើងធ្វើឲ្យយើងខ្លាចជាដើមតែបើទោះបីជាយ៉ាងណាក៏មិនអាចយកឈ្នះលើកម្លាំងថាមពលវិជ្ជមានបានដែរដូចអ្នកចេះមន្តអាគមពេលដែលជួបគ្នាហ្នឹងគឺដឹងរៀងខ្លួនតែម្ដងហើយការផ្ចាញ់ផ្ចាលគ្នានេះការផ្ចាញ់ផ្ចាលគ្នាទៅវិញទៅមកនេះគឺមានន័យថាយើងនឹងគេប្រហាក់ប្រហែលគ្នាតែបើគេផ្ចាញ់យើងមិនញាប់ញ័រយើងមិនតបតថែមទាំងមានចិត្តផ្សាយមេត្តាក្នុងចិត្តទុតិយឈានទៀតច្បាស់ណាស់សត្រូវនឹងចាញ់យើងហើយមកគោរពបូជាយើងវិញរាប់អានស្រឡាញ់នឹងការពារយើងវិញនៅថ្ងៃក្រោយរឿងទាំងនេះលោកគ្រូធ្លាប់ឆ្លងកាត់មកហើយពួកកូនចៅអសុរៈក្តីវាឃើញមនុស្សល្អវាមិនសប្បាយជាមួយយើងទេវាតែងតែគិតថាយើងនឹងជាសត្រូវរបស់វាទាំងដែលយើងគិតល្អធ្វើល្អនិយាយល្អអ្វីដែលលោកគ្រូអធិប្បាយមកនេះមិនដឹងជាកូនចៅស្ដាប់យល់ឬក៏អត់ទេស្ដាប់តន់ឬក៏អត់ទេហើយអាចស្ដាប់ភាសាទៀតបានរឿងកម្លាំងថាមពលវិជ្ជមាននិងអវិជ្ជមាននេះវាពាក់ព័ន្ធទៅអំណាចផ្លូវចិត្តដែរបើចិត្តយើងល្អចិត្តយើងស្អាតបរិសុទ្ធវាជាកម្លាំងថាមពលមួយដ៏រឹងមាំអាចយកឈ្នះទៅលើកម្លាំងថាមពលអវិជ្ជមានគឺកម្លាំងមិនល្អការគិតមិនល្អណាអាចយកឈ្នះលើកម្លាំងនេះបានដោយមិនចាំបាច់ទៅតបតទៅញាប់ញ័រជាមួយនឹងសភាវៈអស់នោះឡើយសំខាន់ឲ្យតែយើងតាំងនៅសេចក្តីល្អសពគ្រប់បែបយ៉ាងគឺទៅល្អបានយ៉ាងរលូនអញ្ចឹងថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេហើយលោកគ្រូសង្ឃឹមថាកូនចៅស្ដាប់ហើយនឹងបានយល់ខ្លះអំពីរវាងភាសាវិទ្យាសាស្ត្រនិងភាសាចាស់បុរាណខ្មែរដែលលោកគ្រូអធិប្បាយមកហ្នឹងណាដូចជាវត្ថុស័ក្តិសិទ្ធិជាទីផ្ដុំនៃកម្លាំងថាមពលនេះបែបវិទ្យាសាស្ត្រគេហៅអញ្ចឹងកម្លាំងថាមពលស្រោបទាញដែលចាស់បុរាណខ្មែរយើងហៅថារបស់នាំលៀបនាំជ័យរបស់ស្នេហ៍មុខអញ្ចឹងណាកម្លាំងថាមពលបំបែកបំបាក់កម្ចាត់កម្ចាយអានេះជាកម្លាំងថាមពលមួយដែលយើងគិតថាវាមិនល្អតែក៏ត្រូវប្រើថាមពលកម្ចាត់កម្ចាយហ្នឹងដើម្បីទៅបង្ក្រាបពួកកម្ចាត់កម្ចាយគេនឹងដែរដើម្បីបដិញចេញពីរាងកាយអ្នកដទៃកម្លាំងថាមពលនេះគឺកើតឡើងចេញពីការសូត្រនៅមន្តព្រះកថាដើម្បីឲ្យកើតចិត្តស្ងប់កើតកម្លាំងថាមពលផ្លូវចិត្តរួមផ្ដុំជាសមាធិអាចយកទៅប្រើការបានព្រោះបុគ្គលដែលមានសមាធិដោយអំណាចនៃការធ្វើសមាធិបរិកម្មនៅពាក្យថាពុទ្ធោក្តីនិមៈពតៈក្តីធ្វើឲ្យចិត្តនឹងស្ងប់ស្អាតជ្រះស្រឡះហើយពពួកមនុស្សទាំងឡាយដែលជាមនុស្សល្អហ្នឹងក៏គេតាមថែរក្សាការពារដែរដូច្នេះបើយើងរៀនឬក៏យើងចង់ជួយអ្នកណាម្នាក់គឺអាចជួយគេបានដោយមានវិញ្ញាណស័ក្តិសិទ្ធិដតីដែលគេនៅមើលថែរក្សាយើងហ្នឹងគេជួយ
បងនាំគ្រប់ត្រូវយើងគេជួយយើងឲ្យបានសម្រេចកិច្ចការនោះបានហើយអ្នកដតីមើលមកក៏ឃើញថាជាភាពស័ក្តិសិទ្ធិអញ្ចឹងទៅរឿងទាំងនេះគឺវាមានពិតនៅក្នុងពិភពលោកយើងនេះហើយនៅមានរឿងអាចកំបាំងជាច្រើនដែលពាក់ព័ន្ធជាមួយលោកគ្រូវាមានរឿងប្លែកៗជាច្រើនដែលស្ទើរមិនគួរឲ្យជឿចាំថ្ងៃណាលោកគ្រូមានពេលលោកគ្រូនឹងអធិប្បាយរឿងប្លែកៗខ្លះដែលវាឆ្លងកាត់ជាមួយនឹងជីវិតរបស់លោកគ្រូហើយវាមានហាក់បីដូចជាវាមិនអាចទៅរួចតែរឿងនេះវាកើតឡើងរួចទៅហើយស្ទើរមិនគួរឲ្យជឿតែក៏មិនមែនជារឿងចៃដន្យដែរចឹងថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងទេក៏សូមឲ្យកូនចៅទាំងអស់តាំងនៅសេចក្តីល្អគិតល្អនិយាយល្អនិងធ្វើល្អហើយសុខសប្បាយទាំងអស់គ្នាណា